ជំរាបសួរខ្ញុំមនីនាថជាសាស្ត្ររៀននៅសាកលវិទ្យាល័យពុទ្ធិសាស្ត្របរិញ្ញាបត្រវិទ្យាសាស្ត្រស្រាវជ្រាវបញ្ញាបត្រវិទ្យាសាស្ត្រស្រាវជ្រាវណាគេមើលវីដេអូនេះឲ្យដល់ចប់ហើយចាំខ្ញុំប្រាប់នៅចុងវីដេអូអ្នកទាំងអស់គ្នានឹងទទួលបានឱកាសអាហារូបករណ៍ទៀតហ៎ទីផ្សារការងារក្នុងផ្នែកវិទ្យាសាស្ត្រកាន់តែមានតម្រូវការខ្ពស់ប្រសិនបើអ្នកទាំងអស់គ្នាមានចំណង់ចំណូលចិត្តខាងផ្នែកស្រាវជ្រាវការរករបបកំហើញថ្មីៗនិងចំណេះដឹងថ្មីៗតាមបែបវិទ្យាសាស្ត្រកម្មវិធីបរិញ្ញាបត្រវិទ្យាសាស្ត្រស្រាវជ្រាវគឺជាជម្រើសល្អសម្រាប់អ្នកទាំងអស់គ្នានេះគឺជាមុខជំនាញដំបូងគេដែលសិក្សានៅប្រទេសកម្ពុជាដែលផ្ដោតទៅលើការស្រាវជ្រាវយ៉ាងស៊ីជម្រៅដើម្បីឲ្យអ្នកអាចក្លាយជាអ្នកស្រាវជ្រាវវិទ្យាសាស្ត្រដែលមានសមត្ថភាពកម្មវិធីសិក្សាមានរយៈពេល4ឆ្នាំដោយមានជំនាញ5ធំៗដូចជាកសលវិច័យជីវវិទ្យាសាស្ត្រគីមីគុណភាពចំណីអាហារជាមួយនឹងបរិស្ថាននិងនិរន្តរភាពមិនត្រឹមតែប៉ុណ្ណោះនិស្សិតនឹងទទួលបានបទពិសោធន៍ជាក់ស្ដែងទៅលើការចុះកម្មសិក្សានៅតាមមន្ទីរពេទ្យសហគ្រាសនិងស្ថាប័ននានាក្នុងនិងក្រៅប្រទេសដើម្បីផ្សារភ្ជាប់ទីផ្សារការងាររបស់និស្សិតក្រោយពេលពួកគាត់បញ្ចប់ការសិក្សានិស្សិតនឹងទទួលបានការអនុវត្តជាក់ស្ដែងដូចខ្ញុំអញ្ចឹងឥឡូវនេះខ្ញុំកំពុងតែប្រើប្រាស់នៅម៉ាស៊ីន AAS ដែលខ្ញុំបានរៀបចំសូលូឆុងស្តង់ដាដែលមានសារធាតុលោហៈធ្ងន់ដើម្បីយកមកវិភាគជាមួយនឹងម៉ាស៊ីនរបស់យើងដើម្បីសង់ជាខ្សែកោងស្តង់ដាសម្រាប់ករណីរកបរិមាណសារធាតុលោហៈធ្ងន់នៅក្នុង sample របស់យើងក្រោយពេលវិភាគរួចលើសពីការសិក្សានិស្សិតក៏បានចូលរួមសកម្មភាពមួយចំនួនដូចជាការងារស្ម័គ្រចិត្តការចូលរួមសប្បុរសធម៌ការចុះទស្សនកិច្ចសិក្សាកម្មវិធីសុខភាពសហគមន៍និងសកម្មភាពផ្សេងៗជាច្រើនទៀតជំរាបសួរបុត្រីបាទជំរាបសួរតើមានអារម្មណ៍បែបណានៅពេលដែលបានចុះឈ្មោះចូលសិក្សាថ្នាក់បញ្ញាបត្រវិទ្យាសាស្ត្រស្រាវជ្រាវនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រយើងចំពោះចំណាប់អារម្មណ៍របស់ខ្ញុំផ្ទាល់ខ្ញុំគិតថាបញ្ញាបត្រវិទ្យាសាស្ត្រស្រាវជ្រាវនេះគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជានាពេលបច្ចុប្បន្នជាពិសេសគឺមុខជំនាញនេះគឺបានផ្ដល់នូវមូលដ្ឋានគ្រឹះយ៉ាងទូលំទូលាយពាក់ព័ន្ធនឹងផ្នែកវិទ្យាសាស្ត្រក្រោមការគ្រប់គ្រងនិងត្រួតពិនិត្យយ៉ាងល្អិតល្អន់ពីសំណាក់សាស្ត្រាចារ្យលោកគ្រូនិងអ្នកគ្រូចំណេះដឹងទាំងអស់នេះគឺបានផ្ដល់ឱកាសឲ្យនិស្សិតក្នុងការបង្កើនក៏ដូចជាបណ្ដុះនូវគំនិតក្នុងការបង្កើតអ្វីថ្មីៗនិងអាចដោះស្រាយបញ្ហាតាមបែបវិទ្យាសាស្ត្រក៏ដូចជានៅក្នុងផ្នែកកសលវិច័យជីវវិទ្យាសាស្ត្រគីមីគុណភាពចំណីអាហារជាមួយនឹងបរិស្ថាននិងនិរន្តរភាពលើពីនេះទៀតនិស្សិតនឹងទទួលបានការចុះកម្មសិក្សាឬក៏យើងហៅថាហាត់ការនៅតាមស្ថាប័នសហគ្រាសនិងមន្ទីរពេទ្យនានាចាប់តាំងពីឆ្នាំទី2ដើម្បីឲ្យពួកគាត់ត្រៀមខ្លួនរួចជាស្រេចនៅក្នុងអាជីពការងារនាពេលអនាគតដូចជាអ្នកកសលវិច័យអ្នកពិនិត្យគុណភាពឱសថអ្នកពិនិត្យគុណភាពចំណីអាហារអ្នកស្រាវជ្រាវវិទ្យាសាស្ត្រអ្នកជំនាញមីក្រូជីវសាស្ត្រនិងឱកាសការងារជាច្រើនទៀតពាក់ព័ន្ធនឹងផ្នែកវិទ្យាសាស្ត្រហើយនិស្សិតដែលបានបញ្ចប់ការសិក្សាក៏កំពុងតែបម្រើការងារនៅតាមស្ថាប័ននានាផងដែរហើយអ្វីដែលកាន់តែពិសេសទៅនោះគឺសាកលវិទ្យាល័យពុទ្ធិសាស្ត្រមានបំពាក់នូវឧបករណ៍ថ្មីៗទំនើបៗគ្រប់គ្រាន់ដែលបង្កើនឲ្យមានភាពងាយស្រួលសម្រាប់និស្សិតក្នុងការសិក្សារៀនសូត្រក៏ដូចជាធ្វើការពិសោធន៍ផងដែរហើយនិស្សិតក៏ត្រូវបានលើកទឹកចិត្តនិងណែនាំពីសំណាក់លោកគ្រូអ្នកគ្រូក្នុងការចូលរួមប្រកួតនិងកម្មវិធីផ្លាស់ប្ដូរការសិក្សាផ្សេងៗនៅក្នុងស្រុកនិងក្រៅប្រទេសដែលទាក់ទងជាមួយនឹងសុខភាពសាធារណៈបរិស្ថាននិរន្តរភាពនិងភាពជាអ្នកដឹកនាំផងដែរវិទ្យាល័យពុទ្ធិសាស្ត្រក៏មានការផ្ដល់ជូននៅអាហារូបករណ៍ចាប់ពី 20% ដល់ 100% សម្រាប់សិស្សានុសិស្សដែលទទួលបាន JLP ចាប់ពីនីតិ A ដល់នីតិ C អ្វីដែលកាន់តែពិសេសសាកលវិទ្យាល័យពុទ្ធិសាស្ត្រនឹងផ្ដល់ជូនអាហារូបករណ៍ 100% សម្រាប់សិស្សានុសិស្សដែលជាកូនរបស់វីរៈកងទ័ពជួរមុខកម្ពុជានិងសម្រាប់បងប្អូនដែលជា JLP 10 នាក់ដំបូងនៅក្នុងកម្មវិធីប្រឡង STEMប្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ Facebook Page ផ្លូវការរបស់សាកលវិទ្យាល័យពុទ្ធិសាស្ត្រឬក៏ Channel Telegram ផ្លូវការរបស់សាកលវិទ្យាល័យពុទ្ធិសាស្ត្រ